គឺស្ដីអ្នកនរគ្នាថ្ងៃនេះខ្ញុំមាន website មួយមកណែនាំអ្នកនរគ្នាឲ្យស្គាល់ទៀតហើយគឺ website មានឈ្មោះថា desktopHut.com នេះអញ្ចឹង desktop hut នេះគឺយើងអាច download ជា background animation ឬក៏ video ជា background ដែលយើង set up លើ computer របស់យើងបាទដូចខ្ញុំកំពុង set up អញ្ចឹងគឺនេះជា background របស់យើងទេប៉ុន្តែពីលក្ខណៈវាជា video ហើយវា live ផ្ទាល់ចេញ animation បែបនេះទៅរហូតអញ្ចឹងណាបាទអញ្ចឹងគេមានកម្មវិធីសម្រាប់ដាក់ប៉ុន្តែជាដំបូងខ្ញុំណែនាំ website ដែលយើងអាចចូលទៅ download នៅ background ស្អាតៗរបស់យើងសិនបាទអញ្ចឹង website របស់យើងគឺ desktop hut នឹងឯងបាទដែល website គេល្អមែនទេអត់ចាំបាច់ login អីទេយើងអាចចូល download បាន free ហើយមានច្រើនទៀតដោយអ្នកនរគ្នាឃើញស្រាប់អញ្ចឹងគឺមានជាង 67k live wallpaper បាទអញ្ចឹងគេមានតាមជម្រើសមាន 4k generate មាន 4k មាន AI generate មានតាមលំដាប់លំដោយហើយយើងអាច search ក៏បានជា popular ជាសម្រាប់ទូរស័ព្ទដៃហើយ resolution បានទៀតបាទនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំ download បានមួយហើយដូចវីដេអូដូចរបស់ខ្ញុំ download បានមួយពីរហើយបាទដូចវីដេអូដែលខ្ញុំដាក់មិញជាដើមគឺខ្ញុំ download ពីក្នុងហ្នឹងហើយបាទអញ្ចឹងកុំឲ្យយើងឆ្ងល់អីយើងចូលចូល download មួយថ្មីមកបាទអញ្ចឹងយើងអាចមើល preview បានបាទតែថារូបនេះយ៉ាងធំអញ្ចឹង preview អាចយូរបន្តិចចាំយើងចង់មើលយើងចុចយើងចាំមើលមកប៉ុន្តែខ្ញុំអត់ចាំមើលទេបើយើងចង់ download គឺចុចឃើញ original download នេះក៏បានឬក៏ download សម្រាប់ជាទូរស័ព្ទដៃអីផ្សេងបានដូចគ្នាតែនេះ original site របស់គេយើងចុចលើនេះមកវា download ហើយបាទអញ្ចឹងបន្ទាប់ពី download បានហើយយើងត្រូវការមក download កម្មវិធីមួយដែលមានឈ្មោះថា Lively Wallpaper បាទអញ្ចឹងយើងបើក Microsoft Store របស់យើងបាទអ្នកនរគ្នាច្បាស់ជាស្គាល់ហើយ Microsoft Store បើកមកឃើញតែពាក្យ live ប៉ុណ្ណឹងមកវាអាចចេញអានេះហើយឬក៏យើងអាចចុច live wallpaper ក៏បានដែរអញ្ចឹងពេលឃើញ app យើងហើយយើងចុចចូលហើយចុច get មកដល់ពីបាន app របស់យើងហើយបើកមកគឺយើងនឹងឃើញបែបនេះបាទអញ្ចឹងអានេះគេមាន wallpaper គេក្នុងនេះស្រាប់ប៉ុន្តែបើយើងចង់ add app របស់យើង download បានមកយើងក៏ចុចសញ្ញាបូកមកបាទអញ្ចឹងយើងចង់ទាញតម្លាក់ក៏បានឬក៏យើងចុចរើស file មកអូបាទអានេះខ្ញុំ download នេះរូប ninja ហើយយើងអាចដាក់ឈ្មោះរបស់យើងបានឈ្មោះ wallpaper ក៏បានឈ្មោះយើងក៏បានដាក់ description ដាក់អ្នកបង្កើតដាក់ website ក៏បានដែរតាមជម្រើសយកដាក់ក៏បានដែរដាក់ឈ្មោះមកអូខេខ្ញុំទៅពីបានហើយនេះអានេះបើខ្ញុំដាក់មុនអានេះដាក់មិញហើយយើងចុចលើវាមកយើងមកមើលនៅក្នុង home screen របស់យើងបាទគឺនេះយើងកំពុង live ចឹងតែម្ដងបាទអញ្ចឹងការបង្ហាញជូនរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងអ្នកនរគ្នាអាចចូលមក website desktop hut នេះអាចចូលមើលដោយខ្លួនឯងបានហើយស្វែងរក wallpaper ណាមួយដែលអ្នកនរគ្នាពេញចិត្តខ្លួនឯងបាទអរគុណច្រើនបើសិនជាចូលចិត្តវីដេអូនេះសូមកុំភ្លេចចុច like ចុច comment មេដៃហើយ share ទៅកាន់មិត្តភ័ក្តិអ្នកនរគ្នាដែលអ្នកនរគ្នាចង់ប្រាប់បន្តអរគុណ